ជាបានព្រមកាយសម្រួលកម្លាំងកងទ័ពនៅតំបន់មុខ3ក្នុងខេត្តព្រះវិហារដោយសំអាងថាដើម្បីបញ្ជៀសនឹងការប៉ះទង្គិចដោយបង្ហូរឈាមទ្រង់ទ្រាយធំជាមួយនឹងកងទ័ពថៃដែលការនេះគណៈបកប្រឆាំងចាត់ទុកថាជាការបរាជ័យដ៏ធំធេងរបស់គណៈបកកណ្ដាលអំណាចដែលដឹកនាំដោយគ្រូសាហ៊ុនអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនបានបង្ហោះសារនៅលើ Facebook នៅមុននេះប្រមាណនាទីនៅថ្ងៃទី8ខែមិថុនានេះក្នុងន័យដើមថាការកែសម្រួលកងទ័ពនៅតំបន់មានចំនួនដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជានិងថៃដើម្បីបញ្ជៀសនៅការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំជារឿងចាំបាច់លោកហ៊ុនសែនបានគូបញ្ជាក់ថាប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃពិតជាចង់បានសន្តិភាពជាបន្តនិងមិនចង់ឃើញនៅសង្គ្រាមនោះឡើយសម្រាប់លោកហ៊ុនសែនការស្វែងរកដំណោះស្រាយតាមរយៈការចរចាបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៃអង្គភាពជួរមុខគឺមានលទ្ធផលដូចពីនេះកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កម្ពុជាបានអះអាងថាកងទ័ពថៃបានបើកការបាញ់ប្រហារមកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់មុខ3បណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់ពីព្រឹត្តិការណ៍ឯកសួនរោងក្រោយមកមេដឹកនាំកម្ពុជាដដែលបានចាត់ទុកថាបើកការបាញ់ប្រហារនេះគឺជាទង្វើឈ្លានពានដែលការនេះកម្ពុជាបានសម្រេចដំណោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រោយពីកម្ពុជាបានប្រកាសជំរុញសំណុំរឿងនេះទៅកាន់តុលាការអន្តរជាតិ ICJ ភាគីថៃបានគម្រាមកម្ពុជាតាមរយៈបង្ហាញសភាវុធទំនើបមានចលនារថប្រោនិងចលនាកងទ័ពមកកាន់ព្រំដែនជាតិដើមរួមទាំងបិទច្រកទ្វារព្រំដែនដើម្បីដាក់សម្ពាធឲ្យកម្ពុជាងាកមកចរចាទ្វេភាគីនិងប្រកាសមិនប្រតិបត្តិយុត្ថាធិការតុលាការអន្តរជាតិឡើយក្រៅពីនេះភាគីថៃបានទាមទារកម្ពុជាដកកងទ័ពចេញពីតំបន់ឈរជើងនៅក្នុងទឹកដីកម្ពុជាចម្ងាយប្រមាណជា200ម៉ែត្រផងដែរក្រោមហេតុផលដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នាអ្នកមានបទពិសោធន៍នៃការព្រំដែនគណៈបកប្រឆាំងលោកអ៊ុំសំអានបានលើកឡើងថាកងទ័ពកម្ពុជាបានដកថយនិងលុបចោលលេនដ្ឋានឬក៏ត្រង់ស្ទេរបស់ទាហានខ្មែរនៅតំបន់ចុងបូកឬមុខ3លោកចាត់ទុកថានេះជាភាពអាម៉ាស់មួយរបស់ខ្មែរចំពោះជនជាតិថៃលោកថាថៃសម្លុតបន្តិចខ្លាចថៃតើជៀនតតាំងជាមួយនឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬទីលោកថានេះជាបរាជ័យមួយដ៏ធំរបស់លោកហ៊ុនម៉ាណែតជាមេដឹកនាំកម្ពុជាបច្ចុប្បន្នលោកចោទពីសំណួរទៀតថាតែកម្ពុជានៅតែបន្តចង់បណ្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏អត់និងទាមទារឲ្យភាគីថៃដកកងទ័ពចេញពីតំបន់នោះតែទី